ការប្រើប្រាស់ tab menu នៅក្នុង Microsoft Office Word យើងចូល Insert ហើយចុចលើ tab កំណត់ចំនួន tab ដែលយើងចង់ប្រើប្រាស់ Insert Table កំណត់ Insert Table យើងកំណត់ Number of column នេះបានន័យថាcolumnប្រមាណយើងកំណត់8ឬក៏9ទៅតាមដែលយើងត្រូវការ Rule នេះយើងក៏អាចកំណត់វា6 5ឬក៏2ទៅតាមដែលយើងត្រូវការហើយយើងអូខេវានឹងបង្ហាញណា1 2 3 4 5 6 7 8នេះ8អានេះ1 2 3 4 5ហើយយើងអាចវាយអក្សរបញ្ចូលនៅក្នុងហ្នឹងតាមលេខរៀងឈ្មោះចំនួនពណ៌នាតម្លៃសរុបផ្សេងបើយើងដូចថានៅសល់យើងអាច delete វាចោលណា select លើវាទៅហើយយើង delete column នេះ column ហ្នឹងនឹងបានផ្ដាច់ហើយយើងដូចថាវាយអញ្ចឹងវារញ៉េរញ៉ាយវាស្មើយើងអាចទាញវាណាយើងដូចថាលេខរៀងវារៀងទូចត្រូវយើងដាក់ឲ្យទូចយើងអាចទាញវាជាងទូចណាហើយឈ្មោះយើងត្រូវការបញ្ចូលធំច្រើនអាចទាញវាវែងណាហើយចំនួនវាក៏ទូចដែរយើងអាចទាញវាបញ្ចូលពណ៌នេះរៀងធំតិចយើងអាចទាញវាឲ្យធំតម្លៃឲ្យថាល្មមចុះសរុបនេះផ្សេងតែបើវាធំពេកតោរៀងតូចពេកយើងអាចវាធំពេកយើងអាចពង្រួមវាឲ្យតូចណាដាក់ហ្វុន12ឬក៏14ណាប៉ុណ្ណឹងហើយយើងអាចធ្វើការទាញលើកវាទៅដាក់ខាងលើដើម្បីវាស្មើយើង select វាហើយយើងកំណត់ចំកណ្ដាល Ctrl E ឲ្យរត់ចំកណ្ដាលយើងអាចវាយលេខ1លេខ2លេខ3លេខ4ហើយវាឈ្មោះចូលតែម្ដងយើងដាក់ភេទណាប្រុសអីចឹងទៅហើយថ្ងៃខែឆ្នាំចឹងទៅសាច់យើងទីកន្លែងកំណត់ចឹងទៅយើងអាចទាញវាមកទីកន្លែងកំណត់យើងអាចសេរីវាចុច Ctrl E ឲ្យចំកណ្ដាលនេះយើង select ចំកណ្ដាលនេះដើម្បីឲ្យអស់នៅណាយោតអីចឹងទៅអានេះយើងអាចដាក់ប្រើដាក់អីផ្សេងក៏យើងអត់មានយើងអាច delete ចោល
nhé xe nhé nhưng ai sẽ về trong gần đá nhưng ai select all hay sẽ về trong gần đáនេះជាតារាងណារបៀបធ្វើតារាងឈ្មោះរបៀប highlight យើងអាចបងលេខ1លេខ2ហើយយើងវាយទៅតាមលេខរៀងទៅមកនេះដោយសារខ្ញុំខ្ជិលវាយអានេះយើងអាចចាក់ពណ៌តារាងយើងគ្រាន់តែ select លើវាយើងអាចចាក់ពណ៌ដែលយើងស្រឡាញ់តារាងបែបម៉េចណាពណ៌យ៉ាងម៉េចនេះគឺជា mode simple តារាងស្រាប់តែម្ដងងាយស្រួលទេហើយនេះយើងអាចសេរីចង់ឲ្យវា border មានដិតអីក៏អីយើងតែតាមនឹងមកនេះដិតបែបចេះឬក៏យើងអាចដូចថាវាយចឹងទៅយើងចង់ទុកចន្លោះណាយើងផ្ដាច់នៅចន្លោះនេះយើងអាចផ្ដាច់ណានេះយើងអាចផ្ដាច់វាដូចថាកន្លែងនេះយើងអាចបញ្ចូលឈ្មោះអីសមាជិកឬក៏អីបន្ថែមណាយើងដាក់ស្អីផ្សេងអីចឹងទៀតមកស្រាប់តែយើងចង់ធ្វើឬក៏យើងខ្វះតារាងយើងអាចបន្ថែមតារាងមួយទៀតណាដូចថាយើងខ្វះតារាងយើងអាចបន្ថែមវានេះចុចលើ insert right នេះបន្ថែមនៅខាងស្ដាំហើយ insert left នេះបន្ថែមនៅខាងឆ្វេងនេះណាដាក់ចេញមកឆ្វេងហើយ insert នេះលើក្រោមនេះតាមសញ្ញាព្រួញ delete ឬយើងចង់លុបតារាងអានេះក៏ដូចគ្នាធ្វើដូចគ្នាក៏បានណាងាយស្រួលទេដូចជាអស់ហើយរៀនពី table បើមានចម្ងល់អាចតាមដាននៅវីដេអូបន្តមកទៀតឬក៏អាចទាក់ទងតាមលេខទូរស័ព្ទ 093 70 13 48 ឬក៏ Facebook Savage កោះ Facebook របស់ខ្ញុំមើលអាច comment សួរបាននេះឈ្មោះ Facebook របស់ខ្ញុំបងអូខេសូមបញ្ចប់ត្រឹមនេះសិននៅមានវគ្គបន្តបាយវីដេអូនេះសូមមេត្តាជួយ like និង share ផងអរគុណសម្រាប់ការតាមដានខ្មែរ Learn